ជូនពរគឺជារបស់មួយស្ថិតនៅក្នុងទម្រង់របស់ សាកលវិទ្យាល័យ Western បានរៀបចំសិក្ខាសាលាការជ្រើសរើសជំនាញអាជីពឲ្យស្របតាមក្តីស្រមៃក្នុងគោលបំណងផ្ដល់ជាជំនួយស្មារតីដល់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី 12 ហើយកំពុងស្វែងរកចំណេះជំនាញមួយសមប្រកបជាមួយក្តីសុបិនខ្លួនឯងអ្នកផ្ទះហើយជាពិសេសនោះគឺការជ្រើសរើសជំនាញមួយឲ្យស្របតាមទំនោររបស់សង្គមតើបច្ចុប្បន្នជំនាញអ្វីដែលកំពុងមានទីផ្សារការងារនិងមានតម្រូវការខ្លាំងក្នុងសង្គមសិក្ខាសាលាការជ្រើសរើសជំនាញអាជីពឲ្យស្របតាមក្តីស្រមៃក៏មានការចូលរួមពីវាគ្មិនជាព្រឹទ្ធបរិះរងជាអ្នកជំនាញរៀបចំកម្មវិធីសិក្សាហើយក៏ជាអ្នកមានបទពិសោធន៍ក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាដែលចូលរួមធ្វើបទបង្ហាញអំពីឱកាសការងារនិងការចាប់ផ្ដើមរៀនអំពីជំនាញដែលខ្លួនស្រមៃផងដែរនោះឯកឧត្តម Taylor Rin ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Western បានមានប្រសាសន៍ក្នុងសិក្ខាសាលាថាការជ្រើសរើសជំនាញអាជីពឲ្យស្របតាមក្តីស្រមៃឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានលើកទឹកចិត្តដល់សិស្សដែលមិនទាន់ទទួលបានលទ្ធផលល្អសូមកុំទាន់អាលអស់សង្ឃឹមត្រូវធ្វើខ្លួនឯងឲ្យរឹងមាំហើយជ្រើសជំនាញមួយដើម្បីចូលរៀននៅថ្នាក់ឧត្តមសិក្សាឲ្យបានដូចអ្នកជាប់បាក់ឌុបដែរហើយត្រូវប្រឹងបន្តដើម្បីបានបរិញ្ញាបត្រមួយជាមួយជំនាញដែលខ្លួនស្រឡាញ់ឯកឧត្តមបានបន្តថាលើពីនេះទៅទៀតសិស្សដែលរៀនកាន់តែពូកែនោះការបង់ថ្លៃក៏កាន់តែទាបទន្ទឹមគ្នានេះដែរសាកលវិទ្យាល័យ Western បានគាំទ្រនិងអនុវត្តតាមក្រសួងអប់រំយុវជននិងកីឡាគឺអ្នកចេះគឺជាប់ប៉ុន្តែ Western បានបន្ថែមដោយឈលលើគោលការណ៍តម្លាភាពមួយគឺសិស្សរៀនកាន់តែពូកែបង់ប្រាក់កាន់តែតិចដោយនិស្សិតឬសិស្សទាំងអស់ត្រូវចូលរួមការប្រឡងមួយនេះ